ជំរាបសួរលោកគ្រូនិងសួស្តីមកលោកអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះច័ន្ទរនុខ្ញុំបាទឆ្នាំសុភាខ្ញុំឈ្មោះកំប៉ៅជាតែចុះថ្ងៃនេះគ្រូរបស់ខ្ញុំនឹងឡើងមកបកស្រាយមេរៀនស្ដីអំពីសាច់ឃ្មុំនិងសាច់រុយចុះអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់ក៏ដូចជាលើកឈ្មោះថាសាច់ឃ្មុំហើយសាច់រុយតែអ្នកទាំងអស់គ្នាបានដឹងពីសារៈសំខាន់ក៏ដូចជាផលប៉ះពាល់ផលប្រយោជន៍នៃសាច់ឃ្មុំហើយចុះមុននឹងឈានទៅដល់មេរៀនស្ដីអំពីសាច់ឃ្មុំនិងសាច់រុយយើងគួរតែបីយល់នៃគោលបំណងនៃមេរៀននឹងមុនសិនដែលបកស្រាយដល់សុភាពអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយមែនថាសត្វឃ្មុំនិងសត្វរុយគឺជាសត្វមួយដែលមានស្នាមដូចគ្នាតែហេតុអីសត្វរុយនឹងវាจะទៅកន្លែងដែលមានក្លិនមិនល្អហើយសត្វឃ្មុំនឹងវាจะទៅកន្លែងដែលមានក្លិនក្អូបនិងមានផ្កាមុននឹងចូលដល់មេរៀនហ្នឹងយើងត្រូវស្គាល់អំពីគោលបំណងនៃមេរៀនសិនចំណុចទី1យើងអំពីគោលបំណងនៃមេរៀនឲ្យយើងស្គាល់អំពីសត្វឃ្មុំនិងសត្វរុយថាតើសត្វឃ្មុំនិងសត្វរុយហ្នឹងវារស់នៅបែបម៉េចវាจะធ្វើអីខ្លះវាจะធ្វើអីនៅពេលណាហើយវាសហការគ្នាបានល្អដែរឬក៏អត់ហើយចំណុចទី2យើងអំពីយល់ដឹងអំពីផលប្រយោជន៍និងផលប៉ះពាល់នៃសត្វឃ្មុំនិងសត្វរុយយើងយល់ដឹងអំពីតើសត្វឃ្មុំនិងសត្វរុយហ្នឹងវាមានផលប៉ះពាល់អ្វីខ្លះនៅទី3យើងអំពីការប្រៀបធៀបអត្តចរិតរបស់ឃ្មុំនិងសត្វរុយទៅនឹងមនុស្សយើងប្រៀបធៀបថាតើមនុស្សអត្តចរិតបែបសត្វឃ្មុំនឹងមិនឆ្លើយមនុស្សដែលមានអត្តចរិតបែបសត្វរុយនឹងមិនហើយចំណុចចុងក្រោយនេះយើងអំពីចំណុចណាដែលយើងគួរយកទៅតាមហើយចំណុចណាដែលគួរយើងគួរជៀសវាងចំណុចណាដែលសត្វឃ្មុំធ្វើល្អនិងសត្វរុយធ្វើមិនល្អយើងគួរជៀសវាងហើយនឹងយើងគួររៀនយកទៅតាមរវាងសត្វឃ្មុំនិងសត្វរុយទាំងពីរហ្នឹងហើយចំណុចបន្ទាប់និយាយអំពីនិយមន័យក៏សត្វឃ្មុំគឺជាសត្វល្អដែលមានស្លាបហើយរួមនឹងជាក្រុមនឹងសម្បកវាសហការគ្នាបានល្អនិងចិញ្ចឹមជីវិតដោយក្រែបយកលំអការធ្វើជាចំណីនិងសម្រាប់ស្តុកទុកផងដែរហើយខ្ញុំនិយាយបានបញ្ចប់ហើយខ្ញុំសូមទេវេទិកានេះឲ្យលោកអ្នកខ្ញុំជាអ្នកបកស្រាយជាបន្តនេះយើងមកនិយាយពីសារៈសំខាន់នៃសាច់ឃ្មុំនិងផលប៉ះពាល់នៃសាច់ឃ្មុំជួយរុក្ខជាតិក្នុងការបន្តពូជជួយដល់កសិកម្មនិងប្រព័ន្ធអេឡូស៊ីមានជួយឲ្យរុក្ខជាតិជាតិល្អនិងទទួលបានទិន្នផលខ្ពស់ជាគំរូនៃសាមគ្គីនិងការខិតខំប្រឹងប្រែងក្នុងការរក្សាដល់រយៈភាពធម្មជាតិផលប៉ះពាល់នៃសាច់ឃ្មុំធ្វើឲ្យមនុស្សមានការភ័យរក្សាខ្លាចជាតិតិចអាចបង្កឲ្យមនុស្សមានរបួសស្នាមនៅពេលដែលមនុស្សចូលទៅជិតទៀតចំពេលដែលយើងបានស្គាល់ពីគោលបំណងនៃមេរៀនស្ដីពីសាច់ឃ្មុំហើយសាច់រុយហើយក៏ដូចជាស្គាល់និយមន័យសាច់ឃ្មុំហើយឥឡូវយើងទៅមើលពីសាច់ឃ្មុំនឹងតើសាច់ឃ្មុំនឹងមានអត្តចរិតដូចដែរហើយវាមានគុណសម្បត្តិអ្វីខ្លះហើយគុណវិបត្តិអ្វីខ្លះអញ្ចឹងយើងទៅមើលគុណសម្បត្តិរបស់សាច់ឃ្មុំគឺជាសត្វមួយដែលមានភាពរហ័សរហួនហើយឆ្លាតរហ័សរហួនឆ្លាតមែនទេចុះសាច់ឃ្មុំហ្នឹងគឺរហ័សរហួនគឺវាអត់ខ្ជិលហើយអត់ស្ទួអីដល់ពេលដែលមានផ្កាមានអីវានាំគ្នាទំងវាទៅក្រែបផ្កាយដែលយកមកធ្វើជាអាហារសម្រាប់ឲ្យវាបរិភោគនៅពេលក្រោយចំណុចទី3សាច់ឃ្មុំមានភាពសាមគ្គីនិងជួយគ្នាក្នុងគ្រាមានអាសន្នមានសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្នចឹងនៅពេលដែលមានមនុស្សទៅរករៀនសបុកវាក៏ដូចជាមានក្មេងឥឡូវថាឧទាហរណ៍ថាក្មេងចង់ឃើញសបុកឃ្មុំហ្នឹងនៅសាលាបឋមឬក៏សាលារៀនកន្លែងណាមួយចឹងពួកវានាំគ្នាយកដំថ្មឬក៏យកឈើឲ្យទៅរករៀនឆ្កឹះឆ្កៀលវាអញ្ចឹងនៅពេលដែលទៅឆ្កឹះឆ្កៀលសបុកឃ្មុំទាំងអស់ហ្នឹងឃ្មុំដែលនៅក្នុងសបុកហ្នឹងនាំគ្នាចេញមកតិចក្មេងៗទាំងអស់ហ្នឹងដើម្បីកុំឲ្យវាប៉ះពាល់ទៅលើសបុករបស់ពួកវាចឹងចំណុចទី3ជាសត្វឲ្យតម្លៃខ្លាំងទៅលើពេលវេលាគឺរកទូនីតិឲ្យតម្លៃទៅលើជីវិតចឹងគ្រប់ពេលវេលាចឹងសាច់ឃ្មុំគឺគ្រប់ពេលវេលាហើយនឹងឲ្យតម្លៃទៅលើជីវិតណាពួកវាខិតខំប្រឹងប្រែងរកស្ទេចទោះនៅពេលដូចថានៅខែក្តៅមានការលាស់ល្អចឹងវាមកគ្នាកំបងទៅក្រាបយកផ្កាហើយទុកសម្រាប់បរិភោគនៅពេលមានរដូវភ្លៀងដោយសារតែរដូវភ្លៀងហ្នឹងពួកវាអាចចេញទៅរកចំណីឬក៏រកទីលំនៅណាបានសមរម្យអីចឹងនៅរដូវក្តៅហ្នឹងជាពេលវេលាដែលល្អពួកវានាំគ្នាកំបងទៅក្រាបយកផ្កាដែលជាចំណីរបស់វានៅទុកបរិភោគនៅពេលមានរដូវភ្លៀងក៏ដូចជាធ្វើសម្បុកសម្រាប់ស្នាក់នៅដែរនៅបន្ទាប់សាច់ឃ្មុំអាចផលិតទឹកឃ្មុំដែលជាអាហារមានប្រយោជន៍សម្រាប់សុខភាពចឹងជាអាហារមានប្រយោជន៍សម្រាប់សុខភាពមកយើងគឺពួកវាអាចផលិតទឹកឃ្មុំដែលសម្រាប់ឲ្យមនុស្សបរិភោគបានផងក៏ដូចជាថ្នាំសង្កូវឆ្លងបានទៅពេលឧទាហរណ៍ថានៅស្រុកមួយដែលគេប្រកាន់អំពីជំងឺដូចថាមានកូនចៅរបស់គេហ្នឹងឈឺផ្ដាសាយធ្ងន់លេបថ្នាំឲ្យអត់បានទេប៉ុន្តែគេមានទឹកឃ្មុំចឹងយកទៅលាយជាមួយនឹងទឹកក្តៅដាក់ក្រូចឆ្មាទៅអាចញ៉ាំមួយកែវពីរកែវទៅអាចធ្វើឲ្យបញ្ហាជំងឺហ្នឹងវាធូរស្រាលតាមនឹងដែរចឹងអាហ្នឹងផ្អែកទៅលើប្រជាជនមួយចំនួនដែលគាត់មានបញ្ហាជំងឺទៅតាមស្រុកភូមិមួយ
trongបន្ទាប់ពីយើងស្គាល់ពីគុណវិបត្តិគុណសម្បត្តិរបស់សាច់ឃ្មុំហើយអញ្ចឹងយើងទៅមើលគុណវិបត្តិរបស់សាច់ឃ្មុំតើសាច់ឃ្មុំហ្នឹងវាមានតែផលប្រយោជន៍ឬក៏មានតែគុណសម្បត្តិណាអញ្ចឹងវាមានគុណសម្បត្តិគុណវិបត្តិផងដែរអញ្ចឹងសាច់ឃ្មុំគុណវិបត្តិរបស់វាគឺជាសាច់មួយដែលឆាវឆាយឆាប់ខំនៅពេលដែលវាកាត់ថាមានគ្រោះថ្នាក់សម្រាប់វាដូចខ្ញុំនិយាយមិនអញ្ចឹងឧទាហរណ៍ថាក្មេងៗហ្នឹងវាទៅប៉ះពាល់សម្បុកឃ្មុំហ្នឹងអញ្ចឹងសាច់ឃ្មុំហ្នឹងចេញមកតិចហើយទៅឧទាហរណ៍ថាតិចក្មេងខ្លះទៅធ្វើឲ្យមានរបួសស្នាមតែបើឃ្មុំអាចតិចច្រើនទៅនេះក៏ធ្វើឲ្យក្មេងហ្នឹងអាចស្ដៅខ្លួនឬក៏អាចចូលពេទ្យបានដែរអញ្ចឹងចំណុចទី2សាច់ឃ្មុំជាសាច់ដែលយកហង្សាយកមកដាក់មុខអញ្ចឹងសាច់ឃ្មុំយកហង្សាដាក់មុខវិញគឺវាយកហង្សាដាក់មុខដូចថាដល់វាហៅទៅតិចយកវាអត់គិតពិចារណាបានច្បាស់លាស់ឲ្យតែមានផលប៉ះពាល់ទៅដល់វាក៏ដូចជាគ្រោះថ្នាក់ទៅលើវាអញ្ចឹងសាច់ឃ្មុំគឺជាសាច់មួយដែលមិនចេះទៅកំហឹងរបស់វាអញ្ចឹងអានឹងដែរទេអញ្ចឹងយើងចូលទៅមើល slide បន្ទាប់អានេះនិយាយពីមិនហ្នឹងយើងនិយាយពីអត្តចរិតរបស់សាច់ឃ្មុំទាំងគុណសម្បត្តិនិងគុណវិបត្តិឥឡូវយើងទៅមើលការប្រៀបធៀបអត្តចរិតឃ្មុំហ្នឹងទៅនឹងមនុស្សវិញតាមមនុស្សហ្នឹងដែលមានអត្តចរិតដូចឃ្មុំហ្នឹងជាមនុស្សរបៀបម៉េចមានចំណុចវិជ្ជមានអ្វីខ្លះមានចំណុចវិជ្ជមានអ្វីខ្លះចឹងយើងទៅមើលមនុស្សដែលមានអត្តចរិតដូចសាច់ឃ្មុំចំណុចវិជ្ជមានជាមនុស្សខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមធ្វើការងារតស៊ូអត់ធ្មត់ចង់តស៊ូអត់ធ្មត់ដែរទោះបីលំបាកមានឧបសគ្គមិនក៏ដោយក៏វាខិតខំប្រឹងប្រែងដើម្បីជីវិតវាល្អប្រសើរនៅថ្ងៃមុខវាចង់ទោះបីលំបាកថ្ងៃហ្នឹងមែនតែថ្ងៃក្រោយវាដើម្បីឲ្យជីវិតហ្នឹងមានភាពល្អប្រសើរវាអត់ចង់ឲ្យលំបាកថ្ងៃនេះហើយថ្ងៃក្រោយទៀតដោយលំបាកចង់ទៀតទេអញ្ចឹងចំណុចទី2ជាមនុស្សក៏ពីផលប្រយោជន៍រួមមិនអាត្មានិយមអញ្ចឹងសាច់ឃ្មុំជាសត្វដែលសាមគ្គីគ្នាធ្វើអ្វីក៏ដោយគាត់ពីផលប្រយោជន៍រួមនៅក្នុងគ្រួសារនៅក្នុងសម្បត្តិមួយនោះវាអត់គាត់ថាអញធ្វើនេះដើម្បីបបប្រយោជន៍តែឯងអាណាមិនឬក៏ស្លាប់មានបញ្ហាអ្វីអញអត់គាត់ទេអញ្ចឹងសាច់ឃ្មុំគឺវាអត់ទៅចឹងទេគឺវាមានផលប្រយោជន៍វាក៏ផលប្រយោជន៍រួមវាមានសាមគ្គីគ្នាណាអញ្ចឹងចំណុចទី3ជាមនុស្សគ្រប់ពេលវេលាទូនាទីស្រឡាញ់ជីវិតចឹងវាស្រឡាញ់ជីវិតវាខិតខំប្រឹងប្រែងគាត់ជាមនុស្សដែលខិតខំប្រឹងប្រែងរកស៊ីទោះបីថាលើពីក្មេងក៏ដោយគាត់លំបាកអញ្ចឹងគាត់ខំប្រឹងរៀនឬក៏គាត់ខិតខំប្រឹងប្រែងតស៊ូដើម្បីជីវិតគាត់នៅថ្ងៃអនាគតនោះមានភាពល្អប្រសើរឡើងវិញអញ្ចឹងចំណុចបន្តទៀតជាមនុស្សមានទំនួលខុសត្រូវមិនឧទាហរណ៍ថានៅក្នុងថ្នាក់ចៅថាការងារក្រុមគាត់មានទំនួលខុសត្រូវគាត់ឧទាហរណ៍គាត់ជាមេក្រុមនៅក្នុងក្រុមនៅអញ្ចឹងគាត់មានទំនួលខុសត្រូវក៏បែងចែកថាសមាជិកណាមានតួនាទីធ្វើអីគេខ្លះហើយម្នាក់ហ្នឹងធ្វើរបៀបម៉េចដើម្បីឲ្យបានទទួលល្អក៏ដូចជាភាពល្អប្រសើរនៅក្នុងក្រុមគាត់អត់យល់ថានៅក្នុងក្រុមហ្នឹងគាត់ជាមេក្រុមគេហើយគាត់យល់ថាពួកឯងធ្វើឲ្យខ្វល់សំខាន់ឲ្យតែបានទទួលអញ្ចឹងគាត់គិតចឹងគាត់ណែនាំសមាជិកក្នុងក្រុមហ្នឹងធ្វើម៉េចដើម្បីបានទទួលល្អចឹងចំណុចតទៀតជាមនុស្សរកស្រឡាញ់បងប្អូនចេះគ្រប់គ្នាទៅវិញទៅមកស្រឡាញ់បងប្អូនគឺនៅពេលដែលមានបងប្អូនម្នាក់ហ្នឹងមានជួបការលំបាកអីមកពឹងគាត់អីជួយចឹងគាត់ជួយឲ្យគាត់អត់គិតថាអានេះតើមានលុយអីបានគាត់មកជួយអីទេចឹងចំណុចវិជ្ជមានវិញដល់ចឹងមនុស្សសាច់ឃ្មុំមានចំណុចវិជ្ជមានជាមនុស្សឆាប់ខាងឆាវមិនចេះពិចារណាបានវែងឆ្ងាយហើយជាមនុស្សដែលយកហង្សាមកដោះស្រាយនឹងការពារខ្លួនអញ្ចឹងដល់ពេលដែលគាត់មានបញ្ហាមួយគាត់ភ័យស្លន់ពេកអញ្ចឹងឧទាហរណ៍ថាមានចោលឆាក់បោអញ្ចឹងគាត់ទៅគាត់មានបំណងនឹងដែរក៏គាត់ឃើញឈើនៅគាត់ភពឬក៏គាត់វាយហើយគាត់ហៅគេផ្សេងទៀតឲ្យមកជួយវាយឲ្យគាត់អត់បានគិតថាហៅបលិសហៅអីមកតាមពេលវេលាអញ្ចឹងដែលយើងមើលទៅប្រៀបធៀបដល់សាច់ឃ្មុំហើយឥឡូវយើងចូលទៅការស្លាយគាត់ដែលបកស្រាយដោយជាតាជាសម្រាមឬកន្លែងដែលមានកាកសំណល់ឬអាហារដែលខូចគុណភាពហើយវាជាសត្វដែលបន្តពូជលឿនចំណែកឯសារៈសំខាន់របស់សត្វរុយវិញវាក៏ជួយបំបែកកាកសំណល់សរីរាង្គឬសាកសពឲ្យរីរាង្គនៅក្នុងបរិស្ថានធ្វើឲ្យបរិស្ថានស្អាតជាងមុនផងដែរសត្វរុយជាអាហាររបស់សត្វស្លាបនិងជួយរក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីចំណែកឯផលប៉ះពាល់នៃសត្វរុយវិញបង្កជំងឺដល់មនុស្សនៅពេលដែលមនុស្សបរិភោគអាហារដែលមានឬទំលើបំពុលអាហារឬទឹកថាដល់ជីវប្រចាំថ្ងៃរបស់មនុស្សជាសារបំពុលបរិស្ថានផងដែរចំណុចបន្ទាប់ខ្ញុំសូមជូនទៅដល់វិទ្យាតាហើយយើងទៅវិភាគគុណសម្បត្តិនិងគុណវិបត្តិរបស់សត្វរុយគុណសម្បត្តិសត្វរុយជាសត្វមានការអត់ធ្មត់នៅក្នុងការដំណើរធម្មតាវាអាចនៅកន្លែងកខ្វក់របស់កន្លែងស្អាតបានពិសេសគឺវាអាចនៅកន្លែងកខ្វក់ច្រើនជាងកន្លែងស្អាតព្រោះវាងាយស្រួលក្នុងការរកចំណីអាហារtrongជីវិតរបស់វាហើយវាជួយបំពេញតួនាទីក្នុងធម្មជាតិហ្នឹងន័យថាវាជួយទៅបំបែកកាកសំណល់ឬសាកសពដែលស្អុយរលួយជាដើមហើយគុណវិបត្តិរបស់វាគឺសត្វ
ដែលគ្នាណាម៉ៃហើយមិនឲ្យតម្លៃទៅលើពេលវេលាជាសត្វរញ៉េរញ៉ារញ៉ារញ៉ារំខានដល់អ្នកដទៃជាសត្វមានសាមគ្គីភាពហើយយើងឲ្យតែប្រភេទខ្ញុំនិយាយបន្តទៀត ជាមួយអ្នកដទៃជាមនុស្សគ្មានអនាម័យនិងគ្មានសណ្ដាប់ធ្នាប់ ចង់បន្តពីយើងបានស្ដាប់អំពីសាច់ឃ្មុំនិងសត្វរួយហើយចឹងយើងមើលក្នុងសារមេរៀនហ្នឹងគឺចង់ឲ្យយើងស្គាល់ពីសារៈសំខាន់នៃសត្វនីមួយៗហើយតែច្រើនទៅសត្វនីមួយៗតើសត្វទាំងអស់ហ្នឹងមានគុណសម្បត្តិក៏ដូចជាគុណវិបត្តិអ្វីខ្លះមានផលប៉ះពាល់សារៈសំខាន់អ្វីខ្លះហើយតើមនុស្សដែលមានអត្តចរិតដូចសត្វទាំងពីរហ្នឹងជាមនុស្សដែលមានអត្តចរិតដូចដែរតើអ្នកដែលទៅជុំវិញមនុស្សដែលមានអត្តចរិតសត្វទាំងពីរហ្នឹងតើចង់រួមនៅក៏ដូចជាចង់រកអានមនុស្សដែលមានអត្តចរិតសត្វចំពោះសត្វមួយៗហ្នឹងអត់អញ្ចឹងជាចុងក្រោយនៃមេរៀននេះអ្នកខ្ញុំក៏សូមសំណូមពរឲ្យមិត្តទាំងអស់គ្នាយកសម្រាប់តាមគម្រោងសាច់ឃ្មុំព្រោះសាច់ឃ្មុំហ្នឹងគឺជាសាច់ដែលឧស្សាហ៍ព្យាយាមក៏ពីផលប្រយោជន៍រួមមានទំនួលខុសត្រូវបន្តតំណងគឺវាឲ្យគ្រប់ពេលវេលានៅក្នុងនីតិក្នុងឯងបានយកជាប់ជួបប៉ុន្តែគោលវិបត្តិរបស់សាច់ឃ្មុំវិញគឺថាយើងយកវាមកដាក់ខ្លួនគឺអត់ទេយើងគ្រាន់តែយកវាដែលធ្វើមកគាត់ទៅយកវាចំណុចទាំងអស់ហ្នឹងយកមកកែច្នៃក៏ដូចជាធ្វើឧទាហរណ៍ដើម្បីឲ្យអ្នកទាំងអស់គ្នានោះភ្ញាក់ដឹងខ្លួនថាគួរយកគម្រោងតាមក៏ដូចជាគុណវិបត្តិនៃសាច់ឃ្មុំនឹងថាសាច់ឃ្មុំនោះគឺជាសត្វដែលយកកំហឹងក៏ដូចជាយកហង្សានោះមកដាក់មុខដល់ពេលដោះស្រាយគឺមនុស្សដែលមានហង្សាទោះបីមនុស្សនោះមានចំណេះដឹងមានលួយកាក់អ្វីក៏ដោយតែយកហង្សាមកដាក់ខ្លួនហើយដោះស្រាយគឺអត់មានតែគេចង់រាប់អានហើយស្រឡាញ់ចង់រស់នៅជាមួយទៀតព្រោះថាមនុស្សដែលមានហង្សាគឺបានណាអីទឹកវាយអីទឹកខំជាស្ដីប្រមាថមើលងាយគេចឹងគេអត់ចង់រស់នៅទេជាចុងក្រោយរបស់អ្នកខ្ញុំបានបកស្រាយមេរៀនស្ដីអំពីសាច់ឃ្មុំសត្វរួយក៏សូមអរគុណលោកគ្រូនិងមនុស្សថាទាំងអស់គ្នាបើសិនជាគ្រូរបស់អ្នកខ្ញុំបកស្រាយតមានពាក្យណាខុសគាត់ឆ្កល់ក៏ដូចជាមានពាក្យមិនសមរម្យក៏សូមលោកគ្រូនិងមនុស្សថាទាំងអស់គ្នាថាតែអភ័យទោសសូមអរគុណ